Ôi, cònតែបញ្ចូលសលេងនេះគឺថាស្រក់ទឹកមាត់ម្ដងទៀតតែម្ដងចាសម្លម្ជូរមួយមុខនេះគឺពិសេសខ្លាំងមែនទែនដែលយើងមានគ្រឿងផ្សំច្រើនមុខបងប្អូនហើយមានកពឹសមានកូនត្រីមានក្តាមមានពងត្រីមានត្រីសែជាមួយនឹងបន្លែយើងមានជាមួយនឹងតាពាំងជ្រក់មានពោតបារាំងនិងស្អំអញ្ចឹងណាលាយជាមួយនឹងផ្ទៃផ្លោកយើងតិចតិចមកអញ្ចឹងខ្ញុំនឹងបង្ហាញពីវិធីធ្វើយទៅយើងស្តៀងជាមួយនឹងសម្លម្ជូរយើងធម្មតាទេបងប្អូនគ្រាន់តែថាយើងលាយម្ហូបច្រើនមានបន្លែមានសាច់អីច្រើនអញ្ចឹងទៅហើយនេះខ្ញុំក៏បានឃើញពីខាងបងប្អូនគាត់ចែកម្លែកពីក្នុង Facebook ដែរទេអញ្ចឹងណាហើយខ្ញុំក៏ហ៊ានធ្វើតាមវិធីដែលយើងធ្វើទៅបានអញ្ចឹងទៅហើយសម្លនេះខ្ញុំឃើញគេអត់មានប្រើជាមួយនឹងផុកយើងទេគេប្រើជាមួយនឹងទឹកផុកដែលយើងបុកល្ហុងហ្នឹងណាប៉ុន្តែដោយសារតែខ្ញុំជាអ្នកចូលចិត្តញ៉ាំរៀងគ្រឿងរៀងដិតអញ្ចឹងទៅខ្ញុំក៏លួចថែមជាមួយនឹងផុកសាច់យើងបន្តិចហើយប្រើជាមួយនឹងទឹកផុកដែលគេធ្វើជាមួយនឹងបុកល្ហុងអញ្ចឹងណាបងអូនអញ្ចឹងពេលដែលទឹកពុះមកគឺយើងដាក់ជាមួយនឹងត្រីជាមួយនឹងពងត្រីអីយើងមកអញ្ចឹងណាបន្ទាប់មកគឺយើងដាក់ជាមួយនឹងតាពាំងចូលឲ្យហើយដើម្បីឲ្យវារៀងចេញជាតិជូរពីក្នុងហ្នឹងអញ្ចឹងណាហើយសម្លម្ជូរមួយមុខនេះគឺយើងប្រើជាមួយកាសាំងមិនរៀងត្រូវអញ្ចឹងណាតែបងប្អូនអត់មានកាសាំងយើងអាចប្រើជាមួយនឹងអំពិលទុំអំពិលខ្ចីអីក៏បានដែរតាមយើងមានតែបងប្អូនយើងរៀងឡៃទៅតាមអ្វីដែលយើងអាចមានទៅយើងស្លទៅអញ្ចឹងណាហើយនៅពេលដែលទឹកពុះល្អហ្នឹងគឺយើងស្រង់ជាមួយនឹងពពុះនឹងចេញផងកុំឲ្យវាមានជាតិឆ្អែតមានអីនៅក្នុងហ្នឹងអញ្ចឹងណាចាបន្ទាប់ពីយើងស្រង់ពពុះនឹងចេញអស់ហើយគឺយើងដាក់ជាមួយនឹងក្តាមអូយនិយាយទៅគឺថាបញ្ចូលសលេងអត់បានឯកូនទូចនេះរំខានរហូតតែម្ដងចាអញ្ចឹងយើងដាក់ក្តាមនេះហើយគឺថាយើងប្រើជាមួយនឹងកូនត្រីដាក់ចូលគ្នាទៅណានៅពេលដែលពុះគឺយើងដាក់គ្រឿងដាក់អីមកដាក់ទឹកត្រីម្សៅស៊ុបហើយបងប្អូនញ៉ាំប៊ីចេងយើងដាក់ប៊ីចេងតិចទៅតែបងប្អូនអត់ដាក់អត់ញ៉ាំប៊ីចេងទេមិនចាំដាក់ទេអញ្ចឹងណាប្រើរសជាតិទៅតាមយើងចូលចិត្តអញ្ចឹងខ្ញុំបង់ជាមួយនឹងខ្ពឹសហើយនឹងបន្លែពោតបារាំងជាមួយនឹងម្ទេសផ្លោកយើងណាដាក់ចូលជាមួយគ្នាតែម្ដងអញ្ចឹងនៅពេលដែលវារៀងពុះខែចិត្តឆ្អិនហ្នឹងយើងភ្លក់មកល្មមជូរប្រៃនិយាយទៅបែបសម្លម្ជូរបែបស្រុកស្រែយើង slow រសជាតិបែបជូរប្រៃដិតអញ្ចឹងណាបងប្អូនតែសម្រាប់បងប្អូនដែលគាត់អត់ចូលចិត្តផុកអត់ចូលចិត្តអីទេគឺអាចប្រើទឹកត្រីទឹកអីជំនួសតាមហ្នឹងទៅអញ្ចឹងណាហើយជាទូទៅគឺខ្ញុំអត់ចូលចិត្តញ៉ាំផ្អែមអីអញ្ចឹងខ្ញុំអត់មានប្រើស្ករប្រើអីទេតែសម្រាប់បងប្អូនភាគច្រើនជាពិសេសនៅតាមភោជនីយដ្ឋានតាមហាងអីគាត់អាចនឹងលួចរៀងស្ករបន្តិចទៅដើម្បីឲ្យមានជាតិផ្អែមនៅក្នុងហ្នឹងអញ្ចឹងណាតែខ្ញុំមិនសូវចូលចិត្តរសជាតិបែបហ្នឹងឯងខ្ញុំចូលចិត្តបែបរៀងចំអញ្ចឹងណាអញ្ចឹងគឺខ្ញុំនិយាយទៅគឺយើងស្លទៅតាមចំណូលចិត្តរបស់យើងជាក់ស្ដែងរសជាតិដែលយើងចូលចិត្តអញ្ចឹងណាហើយបន្ទាប់មកគឺរួចរាល់ហើយគឺដួសដាក់ចានមកបងប្អូនអើយខ្ញុំធានាមួយមុខនេះគឺថាឆ្ងាញ់សម្រាប់បងប្អូនដែលគាត់ចូលចិត្តបែបសម្លម្ជូរក្តៅជូរហើយយើងដាក់ម្ទេសមកហឹរបន្តិចមកណាធានាបងប្អូនអាចស្រាកស្លញ៉ាំ